ยูดับบันเทสนาในกลุ่มรองวิดีโอบ่าในเมียนปะตอเตียนดำไมปะตอจูนบ่าสมรีจีมันตอนะสมเลยโหยครั้งทั้งออกเนี่ยมวยเตียนมาเป็นตะเอียนแม่ร้องท่าผมเพิบไงได้ผมเพิบมาดอเลยเนี่ยปะให้จีโจมาเพย์ปีชนะมั้ยตั้งปีก็สมัยก็ตำโจเฉียงเตอเนี่ยมีจะนอนน้องก็ดูจะดับมวยดับปีเย่ไปแต่ยมสกอร์ก่อนหนึ่งก็เนี่ยเตอกำทีคู่ขนาดเกมมวยเนี่ยมาเดินร้านจะกุยกันได้สองคลียมมวยก็สมัยสกอร์นี่อยากไปดับชนะไหมตะบงร้ายก็ยมสกอร์ก็วัดการนั้นเคยเรียบจอมกำทีสังกรานในซิมเรียบชนะตีปีสกอร์គ្នាដោយមិត្តភាពនិយាយគ្នាហ្មងពីបន20ខែ6ថ្ងៃ25ជួបគ្នាដំបងក្នុងនាមជា fan តែចង់ជួបគាត់គឺឆាប់ពេញកាយគាត់មុនគេតែយកពីគាត់ឯងគាត់ធ្វើការហ្មងពេជ្រភ្នែកវា3 4ឆ្នាំដែរវាលឿនខ្លាំងមែនតើខ្ញុំចាំបានការនោះផ្ទះខ្ញុំនៅទូកោបុយទៅគាត់ជិះម៉ូតូ Scoopy មកយកខ្ញុំគាត់ប្រាប់ថាពុកម៉ាក់ឡើងមកអង្គុយក្រោយមកអោបចកឯងជាប់ឯងជិះទៅហើយគេធ្វើចេះគេធ្វើដូចម៉ូតូបោះហត់ឌីនហើយខ្ញុំចាំបានរូបភាពនោះគឺខ្ញុំចាំអត់ភ្លេចហ្មងនិយាយទៅកុសមាគាត់គឺជាមនុស្សដែលចិត្តល្អខឹងឆាប់បាត់មនុស្សដែលស្រឡាញ់គ្រួសារហើយនៅក្នុងបទភាពគាត់តែងតែប្រើបេះដូងរាប់អានមិត្តភ័ក្តិនិយាយទៅគាត់ផ្ដល់ឲ្យយើងច្រើនគាត់ឲ្យតម្លៃទោះបីជាខ្ញុំជាមួយគាត់មិនមែនជាបងប្អូននៅក្បែរគាត់គឺគាត់ទុកយើងដូចប្អូនស្រីរបស់គាត់បកកើតចឹងទៅណាក៏គាត់និយាយពីយើងគាត់ទៅសើយើងប្រាប់គេមិនមែនតែជាមួយយើងទេគ្រប់មនុស្សជុំវិញខ្លួនគាត់ទាំងអស់គាត់ឲ្យតម្លៃគេសម្រាប់ខ្ញុំកុសមាគឺជាមនុស្សម្នាក់ដែលល្អមែនតើពេលដែលគាត់ស្រឡាញ់រាប់អានអ្នកណាម្នាក់គឺគាត់ផ្ដល់តម្លៃសំខាន់គឺគាត់ការពារគឺគាត់កាងហ្មងហើយគាត់ថាឲ្យតែមានអ្នកណាធ្វើបាបខ្ញុំអីចឹងគឺត្រូវតែប្រាប់គាត់នឹងកាងជំនួយយើងហ្មងដល់ថ្នាក់គេជពាក់លុយចឹងក៏គាត់ទៅទីឲ្យណាចៃគាត់ជាមនុស្សល្អចិត្តគាត់ល្អហើយពេលនៅជាមួយគាត់មានអារម្មណ៍ថាក្តៅពេលដែលគាត់ស្រឡាញ់យើងគឺគាត់ស្រឡាញ់អស់ពីចិត្តហើយគាត់ស្រឡាញ់មនុស្សជុំវិញខ្លួនយើងតែណាមកណាក៏គាត់ប្រាប់គេថាខ្ញុំជា best friend គាត់មនុស្សដែលមានបេះដូងល្អមានបេះដូងស្មោះត្រង់ដែលជួបចែដំបងគឺចែតែងតែនិយាយថាអូនឯងមានសមត្ថភាពហើយក៏អស់ជួនចែដូចគ្នាដែលនាំឲ្យចូលសិល្បៈរហូតដល់មានគេឈ្មោះដល់សប្ថ្ងៃក៏រសារតែគាត់ដែរសប្បាយចិត្តរំភើបព្រោះនិយាយទៅគាត់តែងតែនិយាយគាត់ថាគាត់ចង់មានជីវិតគូមួយដែលល្អគាត់ចង់មានថ្ងៃមួយដែលគាត់ចូលរោងជាមួយមនុស្សដែលគាត់ស្រឡាញ់គាត់ដែលឮថាគាត់មានស្នេហាបើជឿថាអូយពុកមិត្តភក្តិយើងគាត់មានមនុស្សដែលគាត់ស្រឡាញ់មនុស្សដែលគាត់ស្រឡាញ់ហ្នឹងគឺជាមនុស្សល្អតាមពិតដឹងយូរហើយគាត់ប្រាប់ដែរឯងមានសង្សារហើយទៅពេលឯងគិតថាអ្នកណាគេចង់ឃើញអញ្ចឹងណាចឹងទៅគាត់ក៏ឲ្យមុខមើលមិនដែរថាអត់ដឹងទេតោះជួបសិនពេលនោះខ្ញុំពិតជាភ្ញាក់ផ្អើលដែរព្រោះស្ងាត់គេប្រាប់អញ្ចឹងណាហើយគេថាបើគេប្រាប់កុំសប្រាយគេថាគេឆ្លាញ់គ្នាតាក់ទងគ្នាមួយបងផាឡាខ្ញុំខំលឺខ្ញុំពិតជារំភើបមែនតើពីព្រោះអីខ្ញុំធ្លាប់និយាយប្រាប់បងផាឡាម្ដងថាបងផាឡាអើយញ៉ាយមិត្តភក្តិខ្ញុំយកទៅបងតែគិតថាពេលណាមានគូគេពេលណាបានការគេពេលណាបានស្លៀករកការព្រោះយើងតែនិយាយគ្នាគ្រប់ហោងការដែលយើងធ្វើថ្ងៃណាមួយដែលចេះស្លៀករកការបើសិនជាថ្ងៃហ្នឹងមានមែនខ្ញុំនិយាយអត់ចេញទេខ្ញុំនឹងនិយាយអត់ចេញហ្មងគាត់ជាសុភាពបរោះហើយគាត់ស្រឡាញ់ដៃគូគឺគាត់ស្រឡាញ់គាត់ផ្ដល់តម្លៃឲ្យចែ take care ខ្វល់គាត់ធ្វើតាមចែគ្រប់យ៉ាងគាត់អត់ទម្លាប់ធ្វើអីក៏គាត់ព្យាយាមកែដើម្បីចែដែរពីដំបូងគាត់ធ្លាប់សួរខ្ញុំដែរបងផាឡាជាមនុស្សមិនគាត់មិនមែនជាគេហៅគេព្រានារីទេដោយសារមនុស្សខ្ញុំជាចិត្តពាក់ sexy អញ្ចឹងពេលដែលគាត់ស្គាល់ខ្ញុំដំបូងជាពុកម៉ាក់របស់សេកុចគឺគាត់អត់ដែលមើលយើងពីលើដល់ក្រោមទេអញ្ចឹងខ្ញុំប្រាប់ថាបងផាឡាជាមនុស្សល្អបងផាឡាគឺជាមនុស្សប្រុសដែលម៉ត់ចត់មួយការងារអត់មែនជាអ្នកអួតអាងទេខ្ញុំពិតជា support ខ្លាំងបើសិនជាគាត់ជាមួយនឹងបងផាឡាតទៅមុខមួយគ្នាបានពីព្រោះថាគ្រួសារបងផាឡាគឺគ្រួសារដែលស្លូតត្រង់ល្អមែនតើហើយអ្នកទាំងពីរគឺជាកូនដែលកតញ្ញូដូចគ្នាធ្វើការដឹងធ្វើការមួយដឹងមួយពីរដឹងពីរច្បាស់លាស់ខ្លាំងមែនតើជាមនុស្សដែលឲ្យក្តីស្រឡាញ់ទៅលើបងប្អូននៅជុំវិញខ្លួនឲ្យដំបូងមានមនុស្សនៅជុំវិញខ្លួនហើយស្រឡាញ់តពួកម៉ាក់របស់ចែគ្រប់គ្នាឯដែលខ្ញុំចង់ឃើញគឺសុភមង្គលរបស់គាត់ស្រឡាញ់គ្នាយកចិត្តទុកដាក់ជាមួយគ្នាហើយសូមឲ្យក្តីស្រឡាញ់របស់គាត់គឺនៅថេរអញ្ចឹងរហូតដល់កុំឲ្យមានការប្រែប្រួលតែសារចែស្មើនឹងជីវិតរបស់ខ្ញុំហីបើគាត់ធ្វើឲ្យចែឈឺខ្ញុំក៏ឈឺដែរអញ្ចឹងអីដែលខ្ញុំចង់ផ្ដាំទៅបងខ្ញុំចង់ឲ្យបងថែចែបានល្អផ្ដល់ក្តីស្រឡាញ់ឲ្យចែបានច្រើនព្រោះចែគាត់
ធ្វើការបំផុតគឺក្តីស្រឡាញ់ស្មោះត្រង់សូមកត់កុំធ្វើបាបចាខ្ញុំធ្វើឲ្យបងស្រីខ្ញុំទឹកភ្នែកខ្ញុំចង់ឃើញតែបងស្រីខ្ញុំសើចសប្បាយ ជាចុងក្រោយសូមជូនពរដល់បងផល្លានិងកុសុមាស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងហើយឲ្យមានសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តសង្ឃឹមថាបងផល្លានឹងថែពុកម៉ាក់ខ្ញុំឲ្យល្អ ក្នុងថ្ងៃមង្គលការរបស់គាត់មានតែពាក្យជូនពរគាត់ជាមួយបងផល្លាឲ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ខ្ញុំជូនពរអ្នកទាំងពីរបង្កើនក្តីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែកើនឡើងជូនពរឲ្យមានសុភមង្គលពេញមួយជីវិត ហើយក៏សូមជូនពរបងទាំងពីរឲ្យជួបប្រទះតែជីវិតគូដែលពោរពេញទៅដោយសេចក្តីសុខខាងបំផុតជីវិតគូដែលពោរពេញទៅដោយសុភមង្គល អ្វីដែលអាយដាមលោកជំទាវភ្ញៀវទាំងអស់គ្នាបានស្ដាប់បំបញ្ញមិញនេះគឺមិនមែនជាការបញ្ជោតែគឺជាការបង្ហាញអំពីអារម្មណ៍ចេញពីក្រអៅបេះដូងរបស់មនុស្សជាទីស្រឡាញ់របស់កុសុមាដែលកុសុមាតែងតែផ្ដល់តម្លៃតែងតែផ្ដល់ការស្រឡាញ់ការរាប់អានបាទទោះបីជាមិត្តភ័ក្តិស្គាល់គ្នាយូរឆ្នាំក្តីទើបតែស្គាល់គ្នាក្តីកុសុមាតែងតែផ្ដល់តម្លៃសម្រាប់បុគ្គលជុំវិញខ្លួនផ្ដល់ក្តីអាណិតអាសូរព្រមទាំងការលើកទឹកចិត្តជាធំធេងសម្រាប់គ្រប់គ្នាហើយជាពិសេសសិល្បករសិល្បករនីក្រុមតន្ត្រីកុសុមា Entertainment កុសុមាតែងតែមានការលើកទឹកចិត្តជារៀងរាល់ពេលវេលាផ្ដល់ស្នាមញញឹមគ្រប់ពេលវេលាទៅកាន់ក្រុមដូចគ្នានឹងផល្លាដែលជាមនុស្សម្នាក់ដែលមិនសូវមាត់កតែការងារមាត់ចត់មើងម៉ាត់ធ្វើបានល្អមែនទែនដែលមានការកោតសរសើរពីមនុស្សជុំវិញខ្លួនដូចក្នុងរាត្រីនេះបងប្អូនបានឃើញហើយនៅការបង្ហាញអំពីអារម្មណ៍របស់ភ្ញៀវកិត្តិយសទាំងអស់គ្នាហើយខ្ញុំជឿជាក់ថាការបង្ហាញអារម្មណ៍អំបញ្ញមិញនេះក៏ជាអារម្មណ៍របស់ភ្ញៀវកិត្តិយសទាំងអស់គ្នាមិត្តភ័ក្តិទាំងអស់គ្នាដែរមែនទេបាទសូមផ្ដល់ជាសម្លេងស្វាគមន៍ឲ្យខ្លាំងជូនដល់អ្នកទាំងពីរ ដូច្នេះពេលវេលាជាបន្តសូមស្វាគមន៍វត្តមានកូនកំឡោះកៅផុនផល្លានិងកូនក្រមុំសុភ័ក្រកុសុមាធ្វើដំណើរមកកាន់វេទិកាកិត្តិយស អបអរសាទរជាបន្តទៅនេះខ្ញុំបានសូមអនុញ្ញាតដើម្បីគោរពអញ្ជើញវត្តមានដ៏ថ្លៃថ្លាលោកអ្នកមានគុណទាំងសងខាងសូមគោរពអញ្ជើញលោកកែប៊ុនឈឿននិងអ្នកស្រីគឹមសុខនដែលត្រូវជាមេដាបេដារបស់កូនកំឡោះនិងសូមគោរពអញ្ជើញលោកគង់សុភ័ក្រនិងលោកស្រីសំបូផានីដែលត្រូវជាមេដាបេដារបស់កូនក្រមុំផ្ដល់កិត្តិយសឡើងលើវេទិកា បំផុតពេលវេលាដែលលោកអ្នកមានគុណទាំងសងខាងតែងតែស្រមៃចង់បានចង់ឃើញនៅទីបំផុតនៅក្នុងថ្ងៃនេះកូនប្រុសកូនស្រីរបស់លោកទាំង4បានស្វែងរកនៅដៃគូជីវិតដ៏ស័ក្តិសមជាទីបំផុតហើយជាពិសេសមួយទៀតនោះគឺទទួលបានការចូលរួមឲ្យពរឲ្យជ័យសពសោទុការពីសំណាក់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីហើយជឿជាក់ថាវត្តមានពីសំណាក់លោកប៉ាអ្នកម៉ាក់ក៏មានពាក្យពេចន៍ជាច្រើនចង់គ្រប់ថ្លែងអំណរគុណទៅកាន់វត្តមានភ្ញៀវកិត្តិយសដូចគ្នាដែរដូច្នេះសូមប្រគល់ទូនាទីនេះជូនទៅកាន់អ្នកស្រីសំបូផានីដែលត្រូវជាអ្នកម៉ាក់របស់កូនក្រមុំសូមផ្ដល់ជាកិត្តិយសសូមគ្រប់អញ្ជើញ ជំរាបសួរបងប្អូនញាតិមិត្តទាំងអស់ដែលមានយើងខ្ញុំអត់ថាលោកជំទាវអៃដលខ្ញុំសូមជម្រាបសួរដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវាវត្តមាននៅទីនេះក្នុងការរៀបអាពាហ៍ពិពាហ៍កូនស្រីរបស់ខ្ញុំនឹងនេះខ្ញុំសូមអភ័យទោសនៅការដែលខ្ញុំមិនបាននិយាយឲ្យបានសមរម្យទេព្រោះខ្ញុំមិនមែនជាពិធីករដូចកូននាងខ្ញុំទេដូច្នេះខ្ញុំសូមនិយាយអរគុណយ៉ាងជ្រាលជ្រៅដល់សម្ដានចិត្តបងប្អូនដែលអញ្ជើញមកចូលរួមយ៉ាងកុះកយ៉ាងសប្បាយរីករាយក្រៃលែងទោះជាមានភ្លៀងក៏ដោយនៅតែបានចូលរួមឲ្យបានទាំងអស់គ្នាដូច្នេះខ្ញុំសូមអរគុណយ៉ាងក្រៃលែងគ្មានពីអ្វីរកថ្លៃមកបានឡើយខ្ញុំសូមគោរពទទួលគោរពសប្បាយចិត្តណាស់យ៉ាងអរគុណយ៉ាងជ្រាលជ្រៅបំផុតដែលអញ្ជើញមកមានវត្តមានទាំងអស់គ្នានេះចាសូមគោរពចា ឥឡូវនេះជាពេលវេលាដែលភ្ញៀវកិត្តិយសទាំងអស់គ្នាលោកចង់ស្ដាប់ចង់ឮសូរសំឡេងតួឯកដ៏ស្រស់សង្ហារបស់យើងវិញម្ដង អ
ដូច្នេះថាតើវត្តមានកូនកំឡោះមានពាក្យពេចន៍អីចង់គោរពថ្លែងអំណរគុណទៅកាន់លោកប៉ាអ្នកម៉ាក់ដែលបានចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំពេញវ័យហើយជាពិសេសអ្វីដែលនាងខ្ញុំតំណាងឲ្យសិល្បករសិល្បករនីនៅទីនេះចង់ឮខ្លាំងជាងគេគឺការសន្យាទៅការមើលថែទាំប្អូនស្រីរបស់យើងទាំងអស់គ្នាម្នាក់នេះឲ្យខ្លាយទៅជានារីម្នាក់ដែលនឹងមានសេចក្តីសុខសុភមង្គលពេញមួយជីវិតសូមអញ្ជើញ ជាដំបូងសូមអរគុណដល់លោកប៉ាអ្នកម៉ាក់ទាំងសងខាងខ្ញុំមានថ្ងៃនេះគឺដោយសារតែប៉ាខ្ញុំម៉ាក់ខ្ញុំហើយអរគុណដល់ម៉ាក់ក្មេកប៉ាក្មេកផងដែរដែលព្រមទទួលយកខ្ញុំជាកូនប្រសាររបស់គាត់អរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមកម្មវិធីយើងខ្ញុំទាំងពីរនាក់អ្វីដែលខ្ញុំចង់អរគុណទៅកាន់មនុស្សស្រីម្នាក់នេះគឺអ្នកដែលនៅខាងឆ្វេងដៃខ្ញុំគាត់តែងតែផ្ដល់តម្លៃឲ្យខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់ក្រុមគ្រួសារខ្ញុំទាំងអស់គាត់គឺជាមនុស្សម្នាក់ដែលលើកដំបូងដែលខ្ញុំបានជួបគាត់ព្យាយាមកែប្រែចរិតកែប្រែការរស់នៅការអីគាត់គឺដើម្បីតែខ្ញុំអាចនិយាយបានថាគាត់លះបង់សម្រាប់ខ្ញុំច្រើនណាស់ទាំងអត្តចរិតទាំងពេលវេលាខ្ញុំសូមនិយាយទៅកាន់គាត់ថាខ្ញុំនឹងស្រឡាញ់គាត់រហូតហើយខ្ញុំនឹងមើលថែគាត់ឲ្យដូចជាម៉ាក់ប៉ាគាត់មើលថែគាត់តាំងពីតូចរហូតដូចគ្នាអស់ហើយណាអរគុណបាទសម្រាប់មតិកូនកំឡោះចុះចំណែកកូនក្រមុំវិញសន្យាមើលថែកូនកំឡោះយ៉ាងដូចម្ដេចដែរ ជាដំបូងនេះខ្ញុំអនុញ្ញាតសូមគោរពកិត្តិយសសម្រាប់ការផ្ដល់វត្តមានយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមលោកជំទាវលោកអ្នកអុកញ៉ាអស់លោកស្រីកញ្ញាភ្ញៀវជាអន្តរជាតិជាទីគោរពនិងជាទីមេត្រីនេះគឺជាកម្មវិធីលើកទី1ក្នុងមួយឆាកជីវិតនេះខ្ញុំដែលនេះខ្ញុំអាចធ្វើកម្មវិធីនេះឡើងហើយធ្លាប់តែកាត់នំហើយក៏ធ្លាប់រៀបចំ entertainment ជូនទៅកាន់ភ្ញៀវកិត្តិយសប៉ុន្តែថ្ងៃនេះវាប្លែក ទោះជាអត់ស្រួលខ្លួនមិនតែសប្បាយចិត្តសម្រាប់ការផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់ពីបងសិល្បករសិល្បករនី influencer បងឯកឧត្តមលោកជំទាវលោកអ្នកអុកញ៉ាទាំងអស់គឺជាសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ចំពោះយើងខ្ញុំនិងក្រុមគ្រួសារទាំងសងខាងគឺខ្លាំងមែនតើចាហើយខ្ញុំអត់នឹកស្មានថាទាំងព្រឹកហើយនិងល្ងាចនេះភ្ញៀវដែលខ្ញុំអញ្ជើញខ្ញុំឈរនៅខាងមុខគឺអត់មានអាប់សង់ទេសិតតែផ្ដល់ជាកិត្តិយសចូលរួមយ៉ាងច្រើនមែនតើសូមសម្លេងហោមួយបានអត់អរគុណហើយខ្ញុំតែនិយាយយំទៀតរឿងម៉ែឪខ្ញុំសូមអរគុណដល់លោកប៉ាអ្នកម៉ាក់ក្មេកចាដែលបានចាប្រទានកូនប្រុសដ៏ស្រស់សង្ហាជូនមកកាន់កូនប្រសាយេអរគុណដល់លោកប៉ាអ្នកម៉ាក់ដែលតែងតែព្រមចាគ្រប់មនុស្សអត់តែមិនមនុស្សឯងច្រឡំតែងតែយល់ព្រមរាល់អ្វីការសម្រេចចិត្តពីកូនស្រឡាញ់អ្នកណាគឺម៉ាក់មិនដែលហាមឃាត់នោះទេរហូតដល់កូនឈានមកដល់ថ្ងៃនេះបានជួបជាមួយនឹងបងផល្លាអរគុណដល់បងដែលអរគុណដល់បងដែលបានកែប្រែដើម្បីអូនជាច្រើនបងមិនដែលសាងកំហុសមានពីរលើកទេរកកំហុសរបស់បងគឺមានតែមួយដងគឺបងកែដើម្បីអូនអរគុណសម្រាប់គ្រប់យ៉ាងដែលបងប្រឹងដើម្បីបង្កើតគ្រួសារមួយនេះអរគុណបងហើយ2ឆ្នាំក្រោយយើងសង្ឃឹមថាយើងនឹងបង្កើត baby មួយអរគុណបងអរគុណ ចាអរគុណទៅកាន់វត្តមានកូនកំឡោះនិងកូនក្រមុំរាល់ពាក្យពេចន៍ទាំងអស់គ្រប់ពាក្យគ្រប់ម៉ាត់សុទ្ធសឹងតែជាពាក្យដែលផុសចេញពីក្រអៅបេះដូងផ្ទាល់តែម្ដងហើយយើងក៏អាចនិយាយបានថានេះគឺជាការចងចាំមួយដែលមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតរបស់កូនកំឡោះនិងកូនក្រមុំហើយយើងក៏សង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់គ្នានៅតែអំណរសាទរហើយឲ្យពរឲ្យជ័យទៅកាន់គូស្វាមីភរិយាមួយគូដ៏ស្រស់ស្អាតរបស់យើងនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងនៅក្នុងពេលនេះក្រុមការងាររបស់យើងក៏បានត្រៀមរួចជាស្រេចនៅកែវភេសជ្ជៈដូច្នេះសូមការអនុញ្ញាតគ្រប់អញ្ជើញអាយដាមអ្នកអុកញ៉ាលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាដែលនៅតាមតុកនីមួយសូមត្រៀមកែវភេសជ្ជៈក្នុងការចូលរួមអបអរសាទរបាទសូមត្រៀមកែវភេសជ្ជៈយើងខ្ញុំធ្វើការរាប់ពី1ដល់3សូមអនុញ្ញាតដើម្បីគ្រប់អញ្ជើញលើកកែវព្រមគ្នាដើម្បីអបអរសាទរជូនពរជ័យសិរីសួស្តីដល់គូស្វាមីភរិយានៅក្នុងរាត្រីនេះអនុញ្ញាតរាប់ជូន1 2
3 cheer ថ្ងៃស្រីមង្គលអាពីពីកូនកំឡោះកៅផុនផល្លាកូនក្រមុំសុភ័ក្រកុស្មា អបអរសាទរសូមគោរពជូនពរជ័យសិរីសួស្តីកូនកំឡោះនិងកូនក្រមុំព្រមទាំងក្រុមគ្រួសារសូមជួបតែសេចក្តីសុខសុភមង្គលពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀកគ្លាឡើយបាទកូនក្រមុំមានសេកទឹកបាទសូមហៅទាំងអស់គ្នាមួយទៀតមកអរគុណ ចាលើកទី1ដែលឃើញកូនក្រមុំអត់ខ្លាចឆាកសោះ ចាអរគុណទៅកាន់លោកប៉ាអ្នកម៉ាក់ទាំងសងខាងដែលបានផ្ដល់ជាកិត្តិយសបើទោះបីជាប្រហែលថ្ងៃនេះលោកប៉ាអ្នកម៉ាក់ហត់យ៉ាងណាក្តីប៉ុន្តែលោកប៉ាអ្នកម៉ាក់នៅតែផ្ដល់នៅស្នាមញញឹមដែលជាការជូនពរទៅដល់កូនប្រុសកូនស្រីហើយជាពិសេសក៏មានមោទនភាពខ្លាំងដែរនៅពេលដែលឃើញកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍ត្រូវបានរៀបចំសម្អិតសម្អាងយ៉ាងល្អឥតខ្ចោះបែបនេះឥឡូវនេះយើងក៏ឈានចូលទៅដល់កម្មវិធីកាត់នំអាពាហ៍ពិពាហ៍ហើយចាតួឯកដ៏ស្រស់ស្អាតទាំងពីររូបរបស់យើងក៏កំពុងតែត្រៀមខ្លួនដូចជាស្រេចក្នុងការផ្ដល់ស្នាមញញឹមក៏ដូចជាស្នាមថើប ក្រុមការងារបាទក៏បានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការផ្ដិតយន្តរូបភាពយ៉ាងល្អឥតខ្ចោះបាទសម្រាប់ថ្ងៃជ័យថ្ងៃជោគសិរីសួស្តីរបស់អ្នកទាំងពីរហើយនេះក៏ជារូបភាពនៃការចងចាំអស់មួយជីវិតបាទរបស់កូនកំឡោះនិងកូនក្រមុំផ្ទាល់តែម្ដងអនុញ្ញាតរាប់ជូនបាទអ្នកទាំងពីរនឹងកាត់សន្សឹមពីលើចុងមកក្រោមត្រៀម1 2 3